ហើយអ្នកគ្រូសូមអញ្ជើញណែនាំខ្លួនបន្តិចចាជំរាបសួរនាងខ្ញុំឈ្មោះរតសុភាពជាគ្រូមុខវិជ្ជាផែនដីវិទ្យានៃសាលាអន្តរជាតិ Paragon បាទឥឡូវខ្ញុំមានសំណួរមួយចំនួនដែលខ្ញុំត្រូវការឲ្យអ្នកគ្រូជួយបកស្រាយឲ្យខ្ញុំសំណួរទី1គឺតើការបំពុលណាខ្លះដែលអ្នកគ្រូបានទទួលស្គាល់នៅក្នុងទន្លេមេគង្គនៅតំបន់ភ្នំពេញនេះចាសម្រាប់ការបំពុលនៅក្នុងទន្លេមេគង្គនាងខ្ញុំក៏សម្គាល់ឃើញថាវាមានចំណុច2ដែលយើងត្រូវស្វែងយល់ទី1ទាក់ទងជាមួយនឹងការបំពុលដែលមានប្រភពមកពីប្រភពចំណុចហើយមួយទៀតគឺការបំពុលតាមរយៈប្រភពរាយប៉ាយមួយគឺប្រភពបំពុលចំណុចដែលវាចេញមកពីកន្លែងមួយច្បាស់លាស់តាមរយៈការបង្ហូរចេញពីលំទឹកសំអុយចាចំណុចទី2យើងនិយាយអំពីប្រភពរាយប៉ាយចាអញ្ចឹងការប្រភពរាយប៉ាយនេះវាមកវាមានប្រភពចាវាមកពីកន្លែងផ្សេងគ្នាមកពីកន្លែងផ្សេងគ្នាប៉ុន្តែវាហូរមានអីចឹងទៅវាចូលទៅក្នុងការហូរចូលទៅលើលូសំអុយហ្នឹងដូចគ្នាចាគាត់ថាប្រភពនៃការបំពុលហ្នឹងគឺវាមកពីកន្លែងផ្សេងគ្នាតាមរយៈទីផ្សារមន្ទីរពេទ្យគេរដ្ឋាភិបាលចំនួនអញ្ចឹងណាគ្រូបានសង្កេតឃើញថាសហគមន៍យើងមានបានប្រើប្រាស់មធ្យោបាយអ្វីដែរដើម្បីកម្ចាត់នៅការបំពុលនេះនាងខ្ញុំគិតថានាពេលបច្ចុប្បន្ននេះតកតងជាមួយនឹងការព្រួយផ្ដើមក្នុងការកាត់បន្ថយសារធាតុពុលឬក៏ការបំពុលទឹកនេះគឺល្អប្រសើរជាងមុនតាមរយៈការយល់ដឹងរបស់បុគ្គលគ្រួសាររួមជាមួយនឹងគ្រួសារដែលគាត់មានកម្រិតយល់ដឹងខ្ពស់តាមរយៈការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានាផ្សេងទៀតជាច្រើនចា៎បាទសម្រាប់សួរអ៊ីចឹងអ៊ីជួយណែនាំមុននឹងយើងអាចសាកសំណួរបានចា៎នាងខ្ញុំឈ្មោះលីបញ្ជូមកពីទឹកដីខេត្តសៀមរាបហើយថ្ងៃនេះខ្ញុំឡើងមកឆ្លើយសំណួរខាងទឹកដីខេត្តសៀមរាបពីទន្លេមេគង្គនិងទន្លេសាបបាទអរគុណអ៊ីចឹងសំណួរទី1របស់ខ្ញុំគឺតើការបំពុលប្រភេទណាខ្លះដែលនិយាយទៅអ៊ីបានកំណត់សម្គាល់នៅក្នុងទន្លេមេគង្គមានដូចជាការបោះចោលសម្រាមចូលក្នុងទឹកទន្លេទី2មានការបង្ហូរកាកសំណល់តាមផ្ទះបាយចូលទៅក្នុងទឹកទន្លេធ្វើឲ្យប៉ះពាល់ដល់មច្ឆជាតិនិងសុខភាពប្រជាពលរដ្ឋអូបាទអរគុណចឹងសំណួរទី2គឺចឹងតើការបំពុលបានប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃហើយនឹងការងាររបស់មីងអ៊ីយ៉ាងម៉េចដែរប៉ះពាល់មានដូចជាការបរិភោគទឹកមិនស្អាតបង្ហូរបង្កឲ្យមានជំងឺឈឺស្កាត់ឬគ្រោះជាដើមធ្វើឲ្យប្រជាពលរដ្ឋហ្នឹងរស់នៅមានជំងឺនៅក្នុងខ្លួនប្រចាំថ្ងៃនៅលើដងទឹកទន្លេហ្នឹងបាទចង់សំណួរតទៅទៀតគឺតើអ្នកគិតថាការបំពុលប៉ះពាល់ដល់សុខភាពសហគមន៍របស់អ៊ីយ៉ាងដូចម្តេចដែរខ្ញុំគិតថាមានដូចជាប៉ះពាល់ប្រជាជនឧស្សាហ៍មានជំងឺឈឺស្កាត់ជាដើមហើយប៉ះពាល់ដល់មច្ឆជាតិនៅក្នុងទឹកទន្លេផងដែរបាទអរគុណយល់ហើយចង់តាមមានគំនិតដូចដើមសហគមន៍ណាមួយដែលនៅក្នុងគោលបំណងកាត់បន្ថយការបំពុលទឹកក្នុងទន្លេមេគង្គក៏បឹងទន្លេសាបយើងត្រូវនាំគ្នារក្សាអនាម័យកុំបោះចោលកាកសំណល់ឬបង្ហូរទឹកដែលមិនល្អចូលទៅក្នុងទឹកទន្លេធ្វើឲ្យប៉ះពាល់ដល់មច្ឆជាតិនិងការនេសាទត្រីខុសច្បាប់ផងដែរបាទហើយសំណួរជាចុងក្រោយគឺតើនិយាយទៅអ៊ីយកឃើញយ៉ាងណាចំពោះអនាគតទន្លេមេគង្គនិងបឹងទន្លេសាបបើការបំពុលនៅតទៅយ៉ាងនេះចាតាមការយល់ឃើញរបស់ខ្ញុំបើសិនជានៅតែបន្តការបំពុលបន្តបែបនេះទៀតធ្វើឲ្យប៉ះពាល់ដល់មច្ឆជាតិប្រជាជនកសិកម្មមួយផ្នែកធំព្រោះប្រជាជនជាច្រើនខេត្តពឹងផ្អែកទៅលើទឹកទន្លេមេគង្គជាច្រើនបាទអរគុណ